លោកខើឆាយថាមាសម៉ាបើថាឈួតទេទៅពេទ្យទៅចាំខ្ញុំចេញថ្លៃពេទ្យឲ្យហើយកុំហៅខ្ញុំលោកប៉ាខ្ញុំគ្មានកូនចោលមកសៀតដូចលោកឯងទេស្រាប់តែមាសម៉ាតបវិញបែបនេះទូសង្គ្រាមពាក្យសម្ដីដាក់គ្នាទៀតហើយរវាងលោកខៅឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរនិងអតីតកីឡាករ MMA លោកមាសម៉ាដោយចាប់ផ្ដើមពីលោកខៅឆាយខមមិនថាខ្ញុំឃើញលោកជាទាហានដែរតើលោកជាទាហាននៅអង្គភាពណាវិញស្រាប់តែលោកមាសម៉ា screenshot ពាក្យរបស់លោកខៅឆាយយកមកបង្ហោះដោយសរសេរ caption ថាធ្វើម៉េចយើងជាជនតូចតាចគេមេគេមិនស្គាល់យើងទេគេមិនស្គាល់កីឡាករគង់សម្បូរនិងគង់ហៅទេហើយមិនដឹងនៅអង្គភាពណាចាប់ហើយឡាហ៊ានអត់ស្គាល់កូនចៅខ្លួនឯងសុំអត់យល់រឿងនេះឃើញបែបនេះលោកខៅឆាយក៏ចូលទៅខមមិនតបថាបើថាឈួតទេទៅពេទ្យទៅចាំខ្ញុំចេញថ្លៃពេទ្យឲ្យរីឯលោកមាសម៉ាល់តបថាមិនជឿទេលោកប៉ាធានហាហាហាខ្ញុំមានលុយគ្រប់គ្រាន់សម្រាប់មើលថែខ្លួនឯងហើយលោកប៉ាធានលោកខៅឆាយក៏តបទៅវិញទៀតថាមាសម៉ាល់កុំហៅខ្ញុំលោកប៉ាខ្ញុំគ្មានកូនចោលមកសៀតដូចលោកឯងទេដោយមិនអស់ចិត្តលោកមាសម៉ាល់បានខមមិនវិញថាធ្វើជាលោកពុកជាអ្នកដឹកនាំគុនខ្មែរមួយរូបស្រឡាញ់នឹងរូបរួមទៅល្អបើគេចង់រស់នៅរៀបចំកម្មវិធីដើម្បីឲ្យសហព័ន្ធល្អតែកុំធ្វើបាបអ្នកក្រៅមេគួរតែមានលិខិតនិងសម្របសម្រួលឲ្យក្រុមអ្នកដែលបង្កើតថ្នាលតាមទីតាំងឬតាមបណ្ដាខេត្តកុំឲ្យពិបាកដល់ពួកគាត់ទៅបានហើយសំខាន់ពួកគាត់ស្រឡាញ់និងអភិរក្សកុំចង់បានលុយភាគរយច្រើនពេកល្មមយកទៅអរគុណច្រើនលោកប៉ាធានខ្ញុំមិនដែលញញើតនឹងនរណាម្នាក់ឡើយជីវិតចុងក្រោយដែលសេះសល់គឺដើម្បីអភិរក្សក្បាច់គុនខ្មែរដូនតានិងថែរក្សាពីវប្បធម៌ដែលបានបន្សល់ទុកនៅសូមបើកបេះដូងកុំយកការគំរាមកំហែងដាក់សម្ពាធឲ្យខ្ញុំមហាជនគេចេះមើលណាក្នុងការផ្លោងពាក្យសម្ដីដាក់គ្នាទៅវិញទៅមកនេះផងដែរក៏មានaccountឈ្មោះញេតសុផាតបានខមមិនថាម្នាក់បាន Facebook មួយនិយាយគ្មានសិលធម៌គ្មានការពិតបើមិនដឹងសួរគេកុំចេះចូលតាមគ្នាដល់តែគេប្តឹងឬចាត់វិធានការតាំងគេធ្វើបាបអ្នករិះគន់នេះគេមិនហៅថារិះគន់ទេគេថាឆ្លើយបាបផ្សាគ្មានសិលធម៌បើមិនអោយឯកឧត្តមដឹកនាំឲ្យលោកឯងមែនបើលោកឯងសូម្បីតែនិយាយក៏មិនដឹងខ្យល់ផងហ្នឹងឃើញបែបនេះលោកមាសម៉ាវបានខមមិនតបថាចាស់ព្រឹទ្ធាចារ្យមួយរូបនឹងគេដែរតែប្រើភាសាដូចមិនធ្លាប់ចូលសាលារៀនគ្រាន់តែរិះគន់ដើម្បីស្ថាបនាវាគ្មានអីទៅជាប់គុកជាប់ច្រវាក់ទេរកឲ្យឃើញកន្លែងណាខ្ញុំបរិហាគេចេះដឹងតិចតួចធ្វើភ្លើដល់ហើយព្រឹទ្ធាចារ្យនេះបន្ទាប់ពីលោកមាសម៉ានិយាយបែបនេះមានaccountមួយឈ្មោះសៅឡៃជាបានចូលទៅខមមិនថាលោកគ្រូមាសម៉ាលោកគ្រូកាន់តែខុសទៅហើយការខមមិនរបស់គាត់មិនមែនសំដៅលើគង់សម្បូរនិងគង់ហៅទេលោកគ្រូឯងមួតបង្កាច់គាត់ហើយកាលពីមុនខ្ញុំធ្លាប់ពឹងគ្រូឯងម្ដងហើយខ្ញុំក៏មិនចង់មានបញ្ហាជាមួយលោកគ្រូអីទេតែខ្ញុំវាឃើញការមួតបង្កាច់វាខុសពីការពិតពេកតាមសំណេររបស់ឯកឧត្តមប្រធានសហព័ន្ធមិនមានអីជាការខុសឆ្គងមកវាប្រហារឌឺដងដោយសម្ដីមាក់ងាយទេលោកដឹងថាទីហ៊ានហើយលោកចង់សួរថានៅអង្គភាពណាទីហ៊ានមានច្រើនអង្គភាពកាន់កាប់ទូនីតិខុសៗគ្នាចុះបងប្អូនយល់យ៉ាងណាដែរការផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នារវាងលោកខៅឆាយនិងលោកមាសម៉ាបែបនេះសូមចូលរួមខមមិននិង share តាមការគួរ